ថ្ងៃមួយនៅលើភ្នំមានពស់ពឹសមួយក្បាលបានសុំឲ្យព្រាបសជួយយកវាហើរឆ្លងកាត់ទៅភ្នំមួយទៀតភ្លាមនោះព្រាបសមានអារម្មណ៍ថាខ្លាចពស់នោះជាខ្លាំងព្រោះវាជាពស់មួយក្បាលដែលមានពឹសខ្លាំងបំផុតហើយព្រាបក៏បានឆ្លើយតបទៅកាន់ពស់ពឹសនោះវិញថាចុះបើខ្ញុំជួយឯងឆ្លងហើយឯងចឹកខ្ញុំតើឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅពស់ឆ្លើយតបវិញយ៉ាងលឿនថាមិននឹងអាចទៅរួចទៅឯងគិតមើលបើឯងជួយចម្លងខ្ញុំហើយខ្ញុំចឹកឯងអញ្ចឹងឯងមិនធ្លាក់មកហើយខ្ញុំក៏ត្រូវធ្លាក់មកស្លាប់ដូចគ្នាខ្ញុំមិនអាចនឹងអាចចឹកឯងបានទៅគ្រាន់តែលើបែបនឹងភ្លាមព្រាបបានជឿទុកចិត្តពស់យ៉ាងខ្លាំងក៏បានយល់ព្រមជូនពស់ហើរឆ្លងទៅភ្នំមួយទៀតដោយឲ្យពស់តោងពីលើខ្លួនរបស់ព្រាបឲ្យជាប់ពេលដែលហើរបានពាក់កណ្ដាលផ្លូវពស់និយាយពីអរគុណយ៉ាងផ្អែមល្ហែមទៅកាន់ព្រាបស្រាប់តែពេលជិតដល់ត្រើយពស់ក៏ចាប់ផ្ដើមបើកវែកបញ្ចេញពឹសចឹកព្រាបភ្លាមតែម្ដងហើយវាក៏បានប្រឡែងព្រាបហើយហក់ចុះមកក្រោមនៃភ្នំមួយទៀតយ៉ាងសុវត្ថិភាពភ្លាមនោះពឹសចាប់ផ្ដើមជ្រាបពេញខ្លួនព្រាបហើយវាមានការឈឺចុកចាប់ជាខ្លាំងវាក៏ចាប់ផ្ដើមអស់កម្លាំងហើរព្រោះពឹសរបស់ពស់នោះវាពិតជាខ្លាំងមែនទែនព្រាបប្រុងនឹងធ្លាក់ចុះមកក្រោមហើយក៏បានស្រែកទៅសួរពស់វិញថាក្រែងអញសន្យាឲ្យថាបើខ្ញុំជួយចម្លងឯងមកដល់ភ្នំមួយទៀតឯងមិនចឹកខ្ញុំទេមែនទេតែពេលនេះហេតុអីក៏ឯងក្បត់សន្យាហេតុអីក៏ឯងចឹកខ្ញុំទៅវិញពស់ក៏បានឆ្លើយតបទៅវិញថាសូមឯងអធិស្ឋានឲ្យខ្ញុំផងនេះហើយជាធម្មជាតិរបស់ខ្ញុំបាននិយាយអាក្រក់ស្ដាប់ទៅគេហៅថាសន្តានណាបងប្អូនទាំងអស់គ្នាអត្តចរិតអាចលាក់បានមួយរយៈពេលខ្លីប៉ុន្តែសន្តានណាអាចកែប្រែនឹងលាក់បានចិត្តនោះទេបើនៅក្នុងចិត្តវិទ្យាវិញគេហៅថាចរិតលក្ខណៈដូចមនុស្សមួយចំនួនអញ្ចឹងគាត់សុខចិត្តបំផ្លាញខ្លួនឯងក៏មិនអាចកែប្រែសន្តានបានដែរព្រោះវាជាធម្មជាតិរបស់មនុស្សទោះបីពេលខ្លះគាត់បានសន្យាថានឹងកែប្រែប៉ុន្តែនៅពេលដែលគាត់មានឱកាសគាត់អាចឈរឡើងដោយខ្លួនឯងគាត់នឹងត្រឡប់មកបង្ហាញពីចរិតលក្ខណៈពិតរបស់គាត់មកវិញម្ដងទៀតជាច្រើនដងហើយដែលយើងតែងតែធ្វើខុសចំពោះខ្លួនឯងព្រោះយើងតែងជឿថាសេចក្តីសប្បុរសការស្រឡាញ់សេចក្តីល្អរបស់យើងអាចទៅផ្លាស់ប្ដូរអ្នកដទៃបានតែត្រូវចាំថាការផ្ដល់ឲ្យបើសិនជាយើងបានផ្ដល់ឲ្យទៅកាន់មនុស្សខុសប្រកបណាស់នឹងធ្វើឲ្យយើងឈឺចាប់អស់មួយជីវិតដូច្នេះហើយកុំព្យាយាមផ្ដល់ឱកាសឬសាងកំហុសដដែលបង្កើតមុខរបួសខ្លួនឯងឲ្យធំជាងនេះទៅទៀតអីនេះជាអត្ថបទអប់រំដ៏ល្អមួយដែលសបញ្ជាក់ថាកុំព្យាយាមទៅកែប្រែអ្នកដទៃអីព្រោះសន្តានមនុស្សមិនអាចកែបាននោះទេពស់នៅតែជាពស់កពើក៏នៅតែជាកពើដែរយើងអាចទៅកែប្រែនរណាម្នាក់បានទេសំខាន់រស់នៅខ្លួនឯងឲ្យល្អបំផុតគឺជារឿងដែលល្អហើយទំនុកចិត្តគឺសំខាន់កុំជឿទុកចិត្តទៅលើមនុស្សណាម្នាក់ដោយលឿនពេកអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានស្ដាប់អត្ថបទមួយនេះហើយមានចំណាប់អារម្មណ៍បែបណាដែរចូលខមមិនខាងក្រោមទាំងអស់គ្នា